ชีวิตเนี่ยលក់ដូរតាមរោងចក្រណាគឺមិនមែនថាស្រួលហើយក៏មិនពិបាកដែរតែគ្រាន់តែថាយើងចំណាយពេលលក់បើថាពេលព្រឹកខ្ញុំលក់ម៉ោង6ម៉ោង6ដល់ម៉ោង7អ្នករោងចក្រចូលគឺខ្ញុំត្រឡប់មកផ្ទះវិញហើយអញ្ចឹងតើតាថាពេលថ្ងៃម៉ោង10បានចេញទៅលក់តែម៉ោង12កន្លះមកដល់ផ្ទះវិញដោយសារតែម៉ោង12ទៅអ្នករោងចក្រចូលប៉ុន្តែពេលដែលគាត់ចេញមកភ្លាមគាត់អត់តន់ទិញយើងទេបងប្អូនចាគាត់ទៅទិញម្ហូបទិញនិយាយទៅទិញម្ហូបទិញបាយទិញអីញ៉ាំហើយតតែម៉ោងមិន10កន្លះទើបគាត់ចាប់ផ្ដើមដើរមើលឲ្យបានផ្សេងណាហើយសម្រាប់មុខរបររបស់ខ្ញុំមួយនេះដំបូងឡើយគឺខ្ញុំគិតថាពិបាកគឺខ្ញុំលក់ស្បែកជើងពេលខ្លះក៏ខ្ញុំលក់ខោអាវក្នុងអញ្ចឹងណានៅតាមរោងចក្រមួយថ្ងៃគឺខ្ញុំលក់3វេនពេលព្រឹកពេលថ្ងៃត្រង់និងពេលល្ងាចតែនៅពេលដែលលក់បានមួយខែ2ខែទៅមានអារម្មណ៍ថាចាប់ផ្ដើមស្រឡាញ់នៅមុខរបរហ្នឹងហើយព្រោះយើងចំណាយពេលតែប្រហែលម៉ោងទេលក់ដូចថាពេលព្រឹកអញ្ចឹងម៉ោង7កន្លះមកដល់ផ្ទះវិញហើយអញ្ចឹងគឺយើងអាចដាំបាយធ្វើម្ហូបអីចឹងទៅដល់ម៉ោង10ទើបចាប់ដើមចេញទៅលក់ម្ដងទៀតម៉ោង12កន្លះគឺដល់ម៉ោងចូលមកក្នុងផ្ទះវិញហើយណាចាមកសម្រាប់មកអីចឹងទៅហើយឥឡូវនេះគឺពេលរសៀលខ្ញុំទៅលក់នៅពេលរសៀលហើយបងសម្រាប់បងស្រីគាត់លក់ច្រើនមុខគាត់បើកលម្អមកអញ្ចឹងគាត់បកកែសម្រាប់ខ្ញុំអត់ទេខ្ញុំជិះតែម៉ូតូជិះតែអីទេសម្រាប់លម្អគឺខ្ញុំអត់ចេះបើកទេបងស្រីបើកលម្អមកបែបនេះគាត់មានលក់មួកលក់ស្បែកជើងហើយលក់ខ្នោគាត់បកខ្នោលក់ទៀតណាបងឲ្យលុយគាត់លក់ខ្នោផងលក់មួកហើយលក់ស្បែកជើងទៀតបើកលម្អឡើងលយហ្មងឡើងមួយ5,000នេះជាមួយបរបស់ខ្ញុំមានមេក្រូមួយចេះទៅគាត់ស្រែកប្រកាសហាគេទៅមកហើយពេលរសៀលចេះគឺលក់ម៉ោង4រោងចក្រគេចេញម្ដងហើយដោយសារតែខ្ញុំមកលក់នេះនៅបើសិននិយាយពីថារោងចក្រខ្ញុំមិនសូវស្គាល់ឈ្មោះច្រើនទេដោយសាររោងចក្រវាមានច្រើនអញ្ចឹងហើយខ្ញុំមិនសូវចាំឈ្មោះរោងចក្រទេតែពេលដែលខ្ញុំមកលក់នៅពេលល្ងាចនេះគឺរោងចក្រនៅជិតគ្នានេះមាន3កន្លែងហើយរោងចក្រមានចេញម៉ោង4ម៉ោង6ម៉ោង7ហើយមានចេញដល់ម៉ោង8ទៀតបងប្អូនតែសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំអត់លក់ដល់ម៉ោង8អីទេគឺខ្ញុំលក់ត្រឹមតែម៉ោង6បើសិនជាម៉ោង6រោងចក្រចេញតិចអាចឈានដល់ម៉ោង7ហើយបើសិនជាម៉ោង7គឺអ្នកលក់ច្រើនសម្រាប់ម៉ោង4គឺអត់សូវសម្បូរអ្នកលក់ទេដោយសារតាជួនកាលម៉ោង4រោងចក្រចេញតិចអីអញ្ចឹងណាបងប្អូនអញ្ចឹងទៅគឺអ្នកលក់អត់សូវមកច្រើនទេម៉ោង4គេចេញហើយមួយសាហើយតែឥឡូវគឺខ្ញុំនៅចាំលក់ម៉ោង6ម៉ោង7ម៉ោង8រោងចក្រហ្នឹងគឺគេថែមម៉ោងច្រើនណាតែរោងចក្រនេះរោងចក្រដែលខ្ញុំកំពុងបង្ហាញហ្នឹងម៉ោង6បានចេញម៉ោង4អត់ចេញទេតែមុនហ្នឹងចេញម៉ោង4ចេញមកពីរោងចក្រខាងនោះវិញចេញម៉ោង4ហើយរកដងភាគច្រើនគឺខ្ញុំយកស្បែកជើងមកលក់តែសម្រាប់ថ្ងៃនេះខ្ញុំយកអាវហើយនឹងខោមកលក់ណាចំពេលដែលខ្ញុំយកខោហើយនឹងអាវមកលក់បងស្រីក៏យកស្បែកជើងមកលក់ដែរតែម្ដងបើសិនជាខ្ញុំយកស្បែកជើងមកលក់ដែរកុំអីហ្នឹងគឺចាស្បែកជើងទល់នឹងស្បែកជើងបណ្ដោយមិនដឹងអ្នកណាទិញអ្នកណាទេតែដល់ពេលនឹកឃើញថាមិនទេថ្ងៃនេះចាចង់យកអាវមកចាក់ម្ដងមានអីបងស្រីយកស្បែកជើងមកលក់ខ្ញុំលក់អាវតែម្ដងអញ្ចឹងគឺអត់មានថាលក់ដូចគ្នាទេវាអត់មានថាមិនដឹងអ្នកណាទិញអ្នកណាបើលក់ដូចគ្នាច្រើនមុខពេកហើយនិយាយថាតរំបានមកដល់ផ្ទះបានរកបាយរកទឹកបងប្អូនចាម៉ោង7ជួនកាលខ្ញុំលក់ដល់ម៉ោង7កន្លះទៅខ្ញុំមកដល់ផ្ទះហើយមកដល់ផ្ទះធ្វើម្ហូបធ្វើអីទៀតណាបងប្អូនសារតែប្តីខ្ញុំព្រលឹមឡើងគាត់ចេញទៅដឹកអីវ៉ាន់បាត់ហើយជូនកូនទៅសាលាកូនសាលាដាក់នៅសាលាហ្នឹងគឺមួយថ្ងៃវោះល្ងាចទៅដល់ល្ងាចម៉ោង7 7:50 7:40អីទៅគាត់មកដល់ផ្ទះអញ្ចឹងខ្ញុំទៅដល់ផ្ទះវិញម៉ោង7កន្លះនិយាយទៅរាល់ថ្ងៃម៉ែកូនឪហ្នឹងគឺជួបមុខគ្នាបានតែពេលយប់ទេលើកលែងតែថាថ្ងៃអាទិត្យមករយៈមុនខ្ញុំអត់សូវលក់ទេអញ្ចឹងជារៀងរាល់អាទិត្យគឺខ្ញុំអត់លក់ទេដោយសារតែកូនខ្ញុំគាត់នៅផ្ទះអញ្ចឹងខ្ញុំចង់នៅជុំគាត់យើងចំណាយពេលវេលាក្នុងមួយអាទិត្យមួយថ្ងៃសម្រាប់នៅផ្ទះជុំមួយគាត់អញ្ចឹងណាតែដោយសារតែមករយៈនេះខ្ញុំកំងខោអាវមករៀងច្រើនដែរអញ្ចឹងខំប្រឹងលក់មួយថ្ងៃសូម្បីតែថ្ងៃអាទិត្យក៏អត់ឈប់ដែរតែគ្រាន់ថាថ្ងៃអាទិត្យខ្ញុំលក់តែពេលព្រឹកចឹងទៅពេលថ្ងៃអីគឺអត់លក់ទេល្ងាចក៏អត់លក់ដែរថ្ងៃអាទិត្យខ្ញុំលក់មួយថ្ងៃតែម្ដងទេឥឡូវម៉ោង7ហើយអូនទៅផ្ទះមុនគេថាខ្លាចម៉ោង7លក់អត់ដាច់ហើយម៉ោង7ក៏ទៅផ្ទះហើយនៅតែខ្ញុំលក់ដល់ម៉ោង7ដល់ម៉ោង8បានរើអូនលក់មួយថ្ងៃហើយសេះទៅដល់ម៉ោង7ដល់ម៉ោងជិតដល់ម៉ោងគេចេញចាប់ដើមរើបាត់ថាខ្លាចលក់អត់ដាច់ហើយដល់ពេលបងប្អូនឃើញម៉ោង7គឺចាប់ដើមមានអ្នកលក់មកច្រើនជាងមុនហើយតែម៉ោង6បងស្រីម្នាក់នៅជាប់កន្លែងខ្ញុំលក់ហ្នឹងគឺគាត់លក់បាយលក់ម្ហូបម៉ោង6គឺគាត់ចាប់ដើមមករៀបលក់ហើយតែពេលម៉ោង4គាត់អត់លក់ទេដោយសារតែគាត់
គិតថាម៉ោង4គេចេញលឿនគេអាចទៅធ្វើម្ហូបនៅផ្ទះអីចឹងតែដល់ពេលម៉ោង6ម៉ោង7ម៉ោង8គឺគេទិញម្ហូបព្រោះពេលគេចេញមកដល់យប់ដែរហើយអស់កម្លាំងម្នាក់ហើយអញ្ចឹងគាត់លក់បាយហ្នឹងគឺម៉ោង6ទៅគាត់ចាប់ផ្ដើមមកលក់ហើយវីដេអូខ្ញុំគឺអត់មានអីទៀតទេអរគុណសម្រាប់បងប្អូនទស្សនាចាតាំងកពិតខ្ញុំចង់ថតនៅពេលសកម្មភាពអ្នកធ្វើការរោងចក្រគាត់ចេញមកពេលយប់គឺច្រើនមនុស្សច្រើនមែនតើភ្លើងភ្លឺប្រងព្រាតតែម្ដងភ្លើងម៉ូតូភ្លើងលក់អ្នកលក់អីចឹងណាតែដោយសារតែទូរស័ព្ទខ្ញុំអស់ថ្មថតអត់បានអត់ជាប់អញ្ចឹងចាអរគុណសម្រាប់បងប្អូនទស្សនាចាជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អចាជួបគ្នានៅវីដេអូថ្មីកុំភ្លេចចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងណាបងប្អូនណាចាអរគុណបាយបាយ